បងនេះមានបេក្ខជនមកដាក់ពាក្យពីនេះហើយប្រវត្តិរូបមើលទៅស្ទៀងគ្នាមែនសមត្ថភាពបបិសោតក៏មានដូចគ្នាប៉ុន្តែមកសម្ភារមិនបានតែម្នាក់ទទួលបានការងារចង់ម្នាក់ទៀតហ៎តាមមកគេតែគេទៅបានម្នាក់ទៀតហ្នឹងគាត់ទទួលបានការងារនឹងចង់បងចាបងបបិសោតដែលខ្ញុំធ្វើការពីមុនមកហ្នឹងគឺខ្ញុំធ្វើផ្នែក marketing campaign បងចាបងក៏ចាំលោកបងចឹងកាលពីមុនមកខ្ញុំធ្វើផ្នែក marketing campaign បងខ្ញុំគ្រប់គ្រងគម្រោងមួយហ្នឹងហើយជាលទ្ធផលផងដែរខ្ញុំបានបង្កើនចំនួនអ្នកចុះឈ្មោះនៅក្នុង company របស់ខ្ញុំនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំហ្នឹងរហូតដល់ 42% បងហើយត្រឹមតែរយៈពេល3ខែទេឃើញអត់អ្នកគ្នាបេក្ខជនមាន2នាក់ធ្វើការស្ទៀងគ្នាបបិសោសមត្ថភាពស្ទៀងគ្នាប៉ុន្តែការនិយាយរបស់គាត់ហ្នឹងគឺផ្សេងគ្នាមួយរៀបរាប់ពីភារកិច្ចហើយមួយទៀតគឺរៀបរាប់ពីលទ្ធផលដែលគាត់ទទួលបានដែលគាត់ធ្វើបាននៅក្នុងពេលដែលគាត់កំពុងតែធ្វើការមួយហ្នឹងចឹងមួយគ្រាន់តែរៀបរាប់ពីភារកិច្ចហើយមួយទៀតរៀបរាប់ពីលទ្ធផល1 2 3ចឹងអ្នកគ្នាដឹងហើយថាខ្ញុំទៅជ្រើសរើសយកមួយណាអញ្ចឹងអាលទ្ធផលនេះហើយដែលក្រុមហ៊ុនក៏ចង់បានក៏ចង់លើហើយក៏គាត់ចង់ដឹងពីអ្នកគ្នាឲ្យបានកាន់តែច្រើនដែរមានលទ្ធផលរៀបរាប់កាន់តែច្រើនគឺកាន់តែល្អ HR ក៏មិនត្រឹមតែចង់ដឹងថាអ្នកគ្នាធ្លាប់ធ្វើអីខ្លះមានភារកិច្ចអីខ្លះកិច្ចការអីខ្លះប៉ុន្តែគាត់ចង់ដឹងថាតើពេលហ្នឹង situation មួយហ្នឹងតើមានអ្វីប្រែប្រួលខ្លះបន្ទាប់ពីអ្នកគ្នាបានធ្វើវារួចហើយចឹងអ្នកគ្នាត្រូវរៀបរាប់មានលទ្ធផលមិនភាគដល់អ្នកគ្នាសម្រេចបាន result ហ្នឹងតើមានអ្វីខ្លះចាប់ពីពេលនេះទៅបើសិនអ្នកគ្នាចង់ឲ្យការសម្ភារចង់ឲ្យ resume របស់អ្នកគ្នាកាន់តែមើលទៅវាលេចធ្លោអ្នកគ្នាត្រូវប្រកាសថាខ្លួនឯងមានលទ្ធផលគ្រប់គ្រាន់ដើម្បីបង្ហាញទៅ HR នៅពេលដែលសម្ភារមួយហ្នឹងចឹង HR ស្ដាប់ហើយគាត់យកមកកើតគាត់គិតថាអ្នកគ្នាគឺជាបេក្ខជនមួយដែលលេចធ្លោហើយក៏ជាបេក្ខជនមួយដែលមានតម្លៃដូចគ្នាអញ្ចឹងបើសិនអ្នកគ្នាមានចង្អុលអីតាក់ទងបន្ថែមជាមួយនឹងការសម្ភារជាមួយនឹងកន្លែងធ្វើការធ្វើមិនដើម្បីអ្នកគ្នាទទួលបាននៅការសម្ភារឬមួយក៏អ្នកគ្នាទទួលបានការសម្ភារហើយធ្វើមិនដើម្បីឲ្យការសម្ភាររបស់អ្នកគ្នាហ្នឹងដើរទៅមុខបានរលូនហើយទទួលបានការងារមួយហ្នឹងអញ្ចឹងអ្នកគ្នាតាក់ទងមកយើងបានឬមួយក៏សាកសួរមកយើងបានតាម Telegram ដែលមាន link នៅក្នុង bio ឬមួយក៏អ្នកគ្នាអាច comment នៅក្នុងវីដេអូនេះក៏បានដែរ